Hello subscriber ទាំងអស់គ្នាយើងវិលមកជួបគ្នាវិញម្ដងទៀតហើយហើយទៅថ្ងៃហ្នឹងដែរខ្ញុំមានវីដេអូថ្មីសម្រាប់អ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់លេង Minecraft នៅលើ PC តែអត់ទាន់ដឹងថាត្រូវ download យកមកលេងបែបម៉េចហ្នឹងហើយថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាមួយដើម្បីអ្នកទាំងអស់គ្នាងាយស្រួលយល់ហ្នឹងហើយអូខេអញ្ចឹងកុំឲ្យវីដេអូនឹងវែងអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានអូខេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែង Google Chrome របស់អ្នកទាំងអស់គ្នាមកអូខេអញ្ចឹងអ្នកទាំងអស់គ្នាចូលមកកន្លែង search អូខេចូលមកកន្លែង search ហើយយើងវាយពាក្យថា T Launcher download អូខេអ្នកទាំងអស់គ្នាឃើញនេះនៅកន្លែងនេះអូខេអញ្ចឹង click លើវានឹងមកតោះមកវានឹង load website នឹងមកអីអូខេអ្នកទាំងអស់គ្នាឃើញ T Launcher download Minecraft Launcher ហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នា click លើហ្នឹងមកខ្ញុំសូមអធិស្ឋានទុកជាមុនចំពោះការអានភាសាអង់គ្លេសទៅខុសហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលមកដល់កន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចុចពាក្យថា download TL ហ្នឹងមកអូខេអញ្ចឹងវានឹងសួរថាយើង download ជាប្រភេទLinux Mac OS ឬក៏ Windows អញ្ចឹងយើង select យក Windows ហ្នឹងមកបើសិនជាយើងជាប្រភេទ PC បើសិនជាយើងជាប្រភេទ Mac យើងយកអាកដាលហ្នឹងមកអូខេអញ្ចឹងពេលដែលយើង select ហើយអ្នកទាំងអស់គ្នាចុចពាក្យថា download launcher for download ហ្នឹងមកអូខេអញ្ចឹងគឺវាកំពុងតែដំណើរការក្នុងការ download ហើយហ្នឹងហើយអញ្ចឹងដែរពេលដែលយើងបាន download វាហើយវានឹង load មកហើយបើសិនជាអ្នកទាំងអស់គ្នានេះជាកន្លែង file របស់វាអ្នកទាំងអស់គ្នាអាចចូលមកកន្លែងហ្នឹងហ្មងតែម្ដងក៏បានឬក៏អ្នកទាំងអស់គ្នាចូលមកកន្លែងនេះអូខេចុចតាមខ្ញុំចូលពេលអ្នកទាំងអស់គ្នាចូលមកកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាចូលកន្លែង download អូខេនេះគឺ file download ដែលយើងបាន download មកមិញហ្នឹងអញ្ចឹងយើងធ្វើការតម្លើងវាតែម្ដងដោយគ្រាន់តែ click លើវា2ដងមកអូខេអញ្ចឹងមកដល់កន្លែងហ្នឹងយើងចុចពាក្យថា yes មកអូខេអញ្ចឹងកុំព្យូទ័ររបស់យើងកំពុងតែដំណើរការអញ្ចឹងយើងចុចពាក្យថា continue អូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នា select លើនេះមកអូខេអញ្ចឹងចុចពាក្យថា continue បន្តមកហើយកន្លែងនេះអ្នកនរគ្នា select អានេះមកsorry យើងមិនបាច់ select ទេយើងចុចពាក្យថា continue តែម្ដងអូខេអញ្ចឹងកុំព្យូទ័ររបស់យើងកំពុងតែដំណើរការក្នុងការដំឡើងហើយអញ្ចឹងយើងចុចពាក្យថា continue បន្តទៀតមកអូខេអញ្ចឹងឲ្យកុំព្យូទ័ររបស់យើងវាដើរកន្លែងហ្នឹងតិចសិនទៅអ្នកទាំងអស់គ្នាអាច comment សួរនៅក្នុងវីដេអូខ្ញុំនៅខាងក្រោម comment នឹងបានអូខេបើសិនជាអ្នកទាំងអស់គ្នាអាចឆ្ងល់នៅកន្លែងណាអញ្ចឹងណាខ្ញុំនឹងព្យាយាមឆ្លើយនៅរាល់ចម្ងល់របស់អ្នកទាំងអស់គ្នាអូខេអញ្ចឹងយើង install បន្តវាមកអញ្ចឹងគឺនេះគឺវាកុំព្យូទ័រយើងនឹងដំណើរការហើយអូខេអញ្ចឹងគឺរបស់យើងគឺចិត្តបានពេញហើយកន្លែងហ្នឹងដែរបើសិនជាកុំព្យូទ័រអ្នកទាំងអស់គ្នាល្អវាអាចនឹងដើរលឿនអញ្ចឹងណាអ្នកទាំងអស់គ្នាអូខេវាតាម speed របស់កុំព្យូទ័រដែរអញ្ចឹងគឺយើងបានដំឡើងបានរួចរាល់ហើយយើងពាក្យថាចុចពាក្យថា close ហ្នឹងមកអូខេអញ្ចឹងយើងចុចពាក្យថា complete អូខេអញ្ចឹងវានឹង load មកហើយនេះអ្នកទាំងអស់គ្នាពេលដែលយើងដំឡើងបានជោគជ័យវានឹង load មកកន្លែងហ្នឹងតែម្ដងបើសិនជាវាអ្នកទាំងអស់គ្នាពេលដែលដំឡើងហើយអ្នកទាំងអស់គ្នាអត់ឃើញវា load មកកន្លែងហ្នឹងទេអ្នកទាំងអស់គ្នាអាចចូលមកកន្លែងនេះបានដោយគ្រាន់តែ select ឈ្មោះរបស់វាមក T Launcher អូខេអញ្ចឹងវានឹង load មកកន្លែងនេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់រក file វាអីអ្នកទាំងអស់គ្នាអាចចូលមកកន្លែង open file អញ្ចឹងមកអូខេអញ្ចឹងវានឹងមកដល់កន្លែង file ដែលយើងបានដាក់ហ្នឹងហើយក៏ប៉ុន្តែយើងអត់ចំណាំបើសិនជាមានករណីហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើតាមខ្ញុំអញ្ចឹងបានអូខេព្រោះកុំព្យូទ័រខ្ញុំគឺវា load មកខាងក្រៅតែម្ដងអញ្ចឹងគឺវាងាយស្រួលអូខេគឺវាកំពុងតែដំណើរការខ្ញុំសុំបិទអានេះចោលមកវាញ៉ៃអូខេនេះ
ok chẳng cứ tha dương ban đã đâm nạ ca hết chẳng dương cho biết tha lộ access năng quá ok chẳng lại ní là nè đã dư sân ở má xâmรับcái nhóm chúng đã mua nhóm triệu để họ ok chẳng về đây đã hỏi nhưng lại ní này là nè ai chỉ rồi nửa version này nè là nè chọn lên bán ok chẳng chút biết tha install về mà chẳng cứ việc của phong tài đầm là ca bỏ con ca install mà toàn tiết là không nắng chẳng này là cái này ai rong trăm tịch bản video nắng trong mặt cá tên là cái này là sao ta xâm nhập nè đài tớp nằng chập đam là công chuyện đó ai nằng cắt video này mình tịch tới cứ ai nằng họ xây vô chẳng tới chẳng nhiều mặt cá tế nhưng sạch cho đôi video nằng riêng về tịch cho và sau này là cái này ai rong trăm riêng dưới này là cái này ai khai tịch tới ok ok បន្ទាប់ពីយើងបានតឡើងបានជោគជ័យគឺវានឹងចេញបែបនេះអញ្ចឹងអ្នកនរគ្នា tick កន្លែងនេះមកហើយអ្នកនរគ្នាចុចវាថា OK មកដើម្បីកុំឲ្យវា load មកអញ្ចឹងម្ដងទៀតអូខេអញ្ចឹងពេលដែលអ្នកនរគ្នាបាន download វាជោគជ័យ 100% ហើយវានឹង load ពាក្យថា enter game អញ្ចឹងអ្នកនរគ្នាពេលដែលចង់លេងអ្នកនរគ្នាចុចពាក្យថា enter game ហ្នឹងមកវានឹងចូលទៅហ្នឹងហើយអញ្ចឹងចាំតិចទៅដោយសារតែកុំព្យូទ័ររបស់ខ្ញុំវារៀង slow អូខេវា load មកហើយនេះគឺជា game ដែលយើងបាន download វាបានជោគជ័យ 100% ខ្ញុំបានចូល test សាកល្បងឲ្យអ្នកនរគ្នាមើលអូខេអញ្ចឹងអ្នកនរគ្នាចូលមកអាហ្នឹងអូខេនេះគ្រាន់តែជាការ test សាកល្បងឲ្យអ្នកនរគ្នាមើលថាវា download បានជោគជ័យ 100% ទេអូខេអញ្ចឹងគឺវាខ្ញុំសុំបញ្ចប់ទៅត្រឹមហ្នឹងទៅដើម្បីកុំឲ្យជាប់ copyright អញ្ចឹងទៅអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងហ្នឹងហើយវីដេអូថ្មីដែលតាក់ទងនឹង computer ឬ PC ខ្ញុំនឹងតម្លាក់ជាបន្តបន្ទាប់អូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដែលបានចូលរួមទស្សនាតាំងពីដើមរហូតដល់ចប់អូខេអរគុណ